បាទបងប្អូនការដែលយើងផ្ដល់សេចក្តីសុខជូនឪពុកម្ដាយជូនអ្នកមានគុណណាបងប្អូនពិបាកណាស់បងប្អូនពិបាកនឹងការស្វែងរកសេចក្តីសុខជូនគាត់ណាបាទហេតុអ្វីបានជាកូនឬក៏បាទយើងជាអ្នកចំនួនក្រោយហ្នឹងពិបាកស្វែងរកសេចក្តីសុខដល់អ្នកមានគុណឬក៏អាណាព្យាបាលឪពុកម្ដាយយើងហ្នឹងបាទដូនតាយើងហេតុអីបានជាយើងពិបាកក្នុងការស្វែងរកព្រោះថាតម្រូវការរបស់ឪពុកម្ដាយតម្រូវការរបស់អ្នកមានគុណណាគឺពិបាកណាបងប្អូនយើងពិបាកនឹងផ្គប់ចិត្តរបស់គាត់ណាហើយសម័យឥឡូវនេះគឺយើងពិបាកនៅក្នុងការរកលុយពិបាកនៅក្នុងការអ្នកខ្លះគឺមិនមែនកំណត់ថាយើងអាចរកលុយឲ្យគាត់ឬក៏យើងអាចរកទ្រព្យសម្បត្តិឲ្យគាត់ឬក៏មានឡានមានអីផ្ទះសម្បែងជូនគាត់នឹងគាត់បានសេចក្តីសុខហ្នឹងបាទជួនកាលគឺសេចក្តីសុខរបស់គាត់គឺមានពីរបងប្អូនណាសេចក្តីសុខផ្លូវកាយនិងសេចក្តីសុខផ្លូវចិត្តជួនកាលគាត់មានតែផ្លូវកាយឯងហើយខ្វះផ្លូវចិត្ត